នេះគឺជាព័ត៌មានដែលក្តៅគុកពុកម៉ែបងប្អូនមួយចំនួនប្រកាសជាបានតាមដានហើយក៏ចង់ដឹងដែរថាស្ត្រីម្នាក់ដែលបានជិះឡានអវតារ11នោះបាទមានឈ្មោះអីដែលបានជិះបុកបាទមន្ត្រីបម្រើការរាជការរហូតដល់បានបាត់បង់ជីវិតស្លាប់យ៉ាងអនុធម្មហើយតើស្ត្រីម្នាក់នេះតើរឿងនឹងទៅជាយ៉ាងណាតើចាប់បានឬនៅហើយមានឈ្មោះអ្វីបាទជាកូនរបស់អ្នកណាបាទអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅទស្សនាជាមួយនឹងคลิปវីដេអូដែលបានព័ត៌មានដែលបានផ្សាយថាឥឡូវចាប់បានហើយមុននឹងទស្សនានៅក្នុងคลิปវីដេអូព័ត៌មានផ្សាយអញ្ចឹងខ្ញុំនាំបងប្អូនមកមើលសំណេររបស់បងប្រុសមួយរូបគាត់ជាបងប្អូនបានស្គាល់គាត់ហើយគាត់ផុសសំណេរមួយឃ្លាថាសង្ឃឹមថាអ្នកបើកឡានបុកគេស្លាប់ជាកូនអ្នកមានលុយមិនមានសតិមិនល្អទៀតទេណាបាទអញ្ចឹងបងប្អូនអាចស្វែងយល់ពីបាទខាប់សិនរបស់បងប្រុសទៅហើយយ៉ាងណាយ៉ាងណីគឺលើបងប្អូនគិតទេបាទអញ្ចឹងតើបងប្អូនឥឡូវខាត់ពេលយូរយើងទៅតាមដានជាមួយនឹងคลิปវីដេអូដែលព័ត៌មានបានផ្សាយដូចតទៅទីបំផុតស្ត្រីឈ្មោះសាមមីជូដែលបើករថយន្តបុកមន្ត្រីរាជការស្លាប់ត្រូវបាននាំខ្លួនទៅអង្គភាពនគរបាលហើយបន្ទាប់ពីកិច្ចវេះអស់រយៈពេល72ថ្ងៃទីបំផុតស្ត្រីឈ្មោះសាមមីជូដែលបើករថយន្តអវតារ11បុកបរិសុទ្ធជាមន្ត្រីរាជការម្នាក់បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណៅអាធំត្រូវបាននាំខ្លួនទៅកាន់កន្លែងសមត្ថកិច្ចជំនាញហើយដើម្បីសាកសួរនិងទទួលខុសត្រូវចំពោះមុខច្បាប់តាមរយៈគណនី Facebook របស់ខ្លួននៅរសៀលថ្ងៃទី30ខែកក្កដាឆ្នាំ2026លោករាមសេនីអាយជូណារិនស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរថាលោកអុកញ៉ាដែលត្រូវជាឪពុករបស់ស្ត្រីបង្កគ្រោះថ្នាក់ចរាចរណ៍បានសហការជាមួយសមត្ថកិច្ចជំនាញតាមរកកូនស្រីនិងប្រគល់មកសមត្ថកិច្ចផែនចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីដើម្បីអនុវត្តតាមផ្លូវច្បាប់តាមរយៈរូបភាពគេឃើញមានឪពុកម្ដាយរួមដំណើរជាមួយកូនស្រីជាជនបង្កទៅកាន់ការិយាល័យរបស់លោកឧត្តមសេនីយ៍តូហេងរតនាស្នងការរងទទួលផែនការងារចរាចរណ៍មុនត្រូវបាននាំខ្លួនទៅសាកសួរសមត្ថកិច្ចជំនាញបានប្រកាសតាមចាប់ស្ត្រីរូបនេះក្រោយបង្កហេតុសូមជម្រាបថាកាលពីយប់ថ្ងៃទី28កក្កដាជាយប់កើតហេតុរថយន្តម៉ាកអវតារ11បើកវ៉ាចេញចូលទៅផ្លូវម្ខាងទៀតរួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាក Honda Scorpio យ៉ាងពេញទំហឹងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យជនរងគ្រោះឈ្មោះគួចលំហានជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់និងសាធារណការស្លាប់ភ្លាមៗតែម្ដងអ្វីដែលមហាជនកាន់តែផ្ទុះកំហឹងនោះគឺស្ត្រីជាម្ចាស់រថយន្តបង្កបែរជាដើរកាត់សាកសពបរិះរងគ្រោះហើយចុចទូរស័ព្ទហៅតុកតុកជិះកិច្ចខ្លួនយ៉ាងប្រងើយហាក់ដូចជាគ្មានភាពតក់ស្លុតនឹងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តសំបីតែបន្តិចឡើយ